វាសនាឯងមើលប្រពន្ធឯងមើលតមាត់ម៉ែគ្មានបាត់មួយម៉ាត់ទេហើយម៉ែទៅថាអីឲ្យប្រពន្ធខ្ញុំទៀតហើយបើម៉ែមិនថាប្រពន្ធខ្ញុំក៏មិនតមាត់ដែរបងគិតថាឯងក៏ចង់ផ្លាស់ប្ដូររសជាតិថ្មីដែរមែនទេបងសុំថើបមួយមកកុំអីមិនសមទេពុទ្ធោប្តីរបស់ខ្ញុំជាប្រពន្ធរបស់គេមិនពិតទេមែនទេឆាប់យករបស់របរអ្នកទាំងអស់គ្នាទាំងម្ដាយទាំងកូនចេញពីផ្ទះខ្ញុំឲ្យប្រញាប់ផងព្រោះខ្ញុំត្រូវការបោសសម្អាតសាជាថ្មីលាងភាពអាក្រក់ទាំងឡាយទាំងពួងចេញឲ្យអស់រឿងប្តីខ្ញុំប្រពន្ធគេនិពន្ធដោយកញ្ញាសងសុរាថ្ងៃនេះម៉ាក់ប៉ាចៅមិនទៅធ្វើការទេពួកគាត់ជន់ចានទៅរៀនទេថ្ងៃហ្នឹងយាយមិនដឹងទេប៉ាម៉ាក់ឯងថ្មនេះហើយមិនទាន់ក្រោកពីដេកទេយប់មិញពួកគេមកវិញយប់ជ្រៅមិនដឹងជាធ្វើស្អីទាំងប្តីទាំងប្រពន្ធយាយហេតុអីបានជាប៉ាម៉ាក់មិនជន់ខ្ញុំទៅរៀនដោយប៉ាម៉ាក់គេអញ្ចឹងឯងឃើញទេប៉ាម៉ាក់ឯងមិនទាន់ក្រោកពីដេកផងថ្មនេះហើយមានពេលឯណាជូនឯងទៅរៀនដូចគេទៅចាយាយខ្ញុំគ្រាន់តែមានអារម្មណ៍ថាមិនកក់ក្ដៅដូចគ្រួសារអ្នកដទៃកុំយកគំរូតាមគ្រួសារគេអីគ្រួសារយើងផ្សេងគ្រួសារគេផ្សឹងខំប្រឹងទៅរៀនទៅកុំឲ្យអនាគតដូចប៉ាម៉ាក់របស់ឯងធ្វើការមួយថ្ងៃគ្មានពេលទំនេរទេចាអញ្ចឹងខ្ញុំសុំលុយទៅរៀនណាយាយសុំ10000មកស្អីគេ10000អីនេះយាយមានតែ2000នឹងទេតិចម៉េចយាយគ្រាន់តែទិញទឹកផឹកអស់បាត់ទៅហើយយាយថ្ងៃនឹងចាយប៉ុណ្ណឹងសិនទៅចាំស្អែកចាំទាពីប៉ាម៉ាក់ឯងទៅយើងគ្មានលុយទេប៉ាម៉ាក់ឯងមិនដែលឲ្យលុយយើងចាយមិនអញ្ចឹងយាយយើងមិនដឹងទេឯងមិនទៅសួរប៉ាម៉ាក់ឯងទៅអីចាយាយឆាប់ទៅឡានសាលាមកដល់ហើយចាយាយខ្ញុំទៅរៀនហើយអញ្ចឹងយាយជម្រាបលាយាយអើខំប្រឹងរៀនផងអាឡូអ្នកណាគេហ្នឹងមានការអីអាឡូគឺខ្ញុំយុនហាលោកយុនលោកមានការអីទូរស័ព្ទមកខ្ញុំទាំងព្រឹកអញ្ចឹងនោះនេះម៉ោង8ហើយឯងទៅងើបទេមែនទេខ្ញុំអស់កម្លាំងពេកកាលពីយប់មិញធ្វើការថែមម៉ោងហើយក៏មកដល់ផ្ទះយប់ទៅគេងក្រងើបអញ្ចឹងខ្ញុំរំខានឯងហើយណាមិនអីទេខ្ញុំស្វាងហើយលោកយុទ្ធមានការអីមែនទេខ្ញុំគ្មានការអីទេគឺទេទៅលេងហ្នឹងណាថ្ងៃនេះអបសុកពេកចង់បបួលឯងទៅផឹកកាហ្វេនិយាយគ្នាលេងបានខ្ញុំចង់ផឹកកាហ្វេល្មមបន្តិចទៀតខ្ញុំនឹងចេញទៅហើយនៅហាងណាដែរនៅកន្លែងចាស់ដែលជាមួយប្រចាំយើងទាំងពីរហ្នឹងណាបានបន្តិចទៀតខ្ញុំទៅដល់ហើយអូខេបន្តិចទៀតជួបគ្នាណាប៉ុណ្ណឹងសិនចុះបានលោកយុទ្ធអ្នកណាគេតែមកនឹងបងគឺលោកយុទ្ធប្រធានក្រុមរួមការងារបងគាត់អបសុកគាត់ទេមកបបួលបងទៅផឹកកាហ្វេនៅខាងក្រៅចាបងមិនញ៉ាំបាយផ្ទះទេបងចង់ញ៉ាំម្ហូបអីបងប្រហែលជាមិនបានញ៉ាំបាយថ្ងៃទេអូនធ្វើម្ហូបសម្រាប់តាម៉ែនិងកូនយើងទៅបងទៅរៀបចំសិនហើយលោកយុទ្ធគាត់កំពុងតែចាំបងមួយខែ30ថ្ងៃហើយខ្ញុំមិនមានពេលញ៉ាំបាយជួបជុំគ្រួសារម្ដងណាសោះនេះឬគ្រួសារខ្ញុំម៉ែកូនខ្ញុំទៅរៀនមែនទេកូនឯងទៅរៀនហើយធ្វើជាម្ដាយគេថ្មហ្នឹងទើបក្រោកពីដេកសួររកកូននៅផ្ទះនេះបើគ្មានយើងប្រហែលជាកូនឯងមិនបានធំធាត់ដល់ពេលនេះទេណែម៉ែខ្ញុំធ្វើការរកលុយដាច់យប់រាល់ថ្ងៃខ្ញុំគេមិនបានគ្រប់គ្រាន់ដូចម៉ែនៅផ្ទះទេនេះឯងចង់និយាយថាយើងដេកចាយតែលុយឯងមិនរកការងារធ្វើអីសោះអញ្ចឹងមែនទេខ្ញុំមិនមានអីអញ្ចឹងទេម៉ែខ្ញុំគ្រាន់តែចង់ឲ្យម៉ែយល់ពីខ្ញុំខ្លះខ្ញុំជាកូនប្រសាម៉ែមិនល្អដូចកូនបង្កើតម៉ែមែនទេបានជាមួយថ្ងៃមិនបានរករឿងខ្ញុំម៉ែមិនអស់ចិត្ត
យើងនេះណាវាតឹងទ្រូងកូនប្រសាឯណាដេកដល់ថ្មនេះហើយបាយទឹកក៏មិនដឹងណីណារាល់ថ្ងៃណាយើងនៅផ្ទះពួកឯងដូចជាអ្នកបម្រើបាយទឹកពួកឯងរាល់ថ្ងៃម៉ែក៏ឃើញខ្ញុំនឹងប្តីប្រពន្ធខ្ញុំខំធ្វើការរកលុយមកគ្រាន់ផ្គត់ផ្គង់ជីវភាពបើពួកខ្ញុំមិនរកមានលុយទិញម្ហូបហូបរាល់ថ្ងៃទេម៉ែនៅតែផ្ទះគ្រាន់តែមើលថែកូនខ្ញុំធ្វើបាយទឹកប៉ុណ្ណឹងម៉ែហត់ម្លេះកូនមិនបានប្រាំម៉ែរហូតឯណាគ្រាន់តែម្ដងម្កាលពេលកូនរវល់ការងារទេអើយយើងនេះវាចាស់ហើយនៅផ្ទះធ្វើការងារផ្ទះយើងហត់បើយើងខ្យល់កោបានអ្នកណាមើលយើងតន់មានរឿងអីហ្នឹងម៉ែខ្ញុំឮសូរតែមាត់ប្រកែកគ្នាវាសនាឯងមើលប្រពន្ធឯងមើលតមាត់ម៉ែគ្មានបាត់មួយម៉ាត់ទេម៉ែស្ដីថាឲ្យមិនបានទេខ្ញុំតមាត់ម៉ែព្រោះរឿងខ្លះម៉ែនិយាយមកមិនយល់ពីខ្ញុំខំរកលុយមកចិញ្ចឹមគ្រួសារខ្ញុំចិញ្ចឹមម៉ែប៉ុណ្ណឹងហើយម៉ែនៅចង់បានអីទៀតតើខ្ញុំខ្លាចជាកូនប្រសារល្អក្នុងកែភ្នែកម៉ែហើយម៉ែទៅថាអីឲ្យប្រពន្ធខ្ញុំទៀតហើយបើម៉ែមិនថាប្រពន្ធខ្ញុំក៏មិនតោះមាត់ដែរអើយវាមិនដែលស្ដាប់ម៉ែទេឯងស្ដាប់តែប្រពន្ធឯងទៅខ្ញុំមិនស្ដាប់អ្នកណាទេខ្ញុំមើលតាមជាក់ស្ដែងតាខ្ញុំសុំប៉ុណ្ណឹងបានហើយខ្ញុំធុញថប់ណាស់មានតែរឿងបែបហ្នឹងបានជាខ្ញុំមិនចង់នៅផ្ទះពេលសម្រាកពីការងារខ្ញុំទៅក្រៅហើយចាបងជាប្រយ័ត្នប្រយែងផងណាម៉ែធ្វើម្ហូបឲ្យកូនខ្ញុំហូបផងថ្ងៃហ្នឹងខ្ញុំមិនហូបបាយទេទៀតវាប្រើយើងទៀតអើយយាយសយទ្រាំទៅធ្វើមិនអកម្មខ្ញុំនៅជាមួយកូនប្រសាចិត្តអាក្រក់បែបហ្នឹងសួស្ដីលោកយុទ្ធនេះលោកយុទ្ធមកចាំខ្ញុំយូរហើយហ៎យើងទៅតែមកដល់មុននេះទេនេះយើងកំងកាហ្វេរសជាតិដែលឯងចូលចិត្តទុកឲ្យឯងហើយណាវ៉ាវលោកយុទ្ធដឹងចិត្តខ្ញុំទៀតនេះមានស្ករប្រមាណភាគរយគឺស្ករតែ 30% ទេលោកយុទ្ធដឹងចិត្តខ្ញុំណាស់ជាងប្រពន្ធខ្ញុំទៅទៀតមែនណាឯងធ្វើឲ្យយើងកំហមុខហើយណាខ្ញុំនិយាយពិតមែនតាលោកយុទ្ធហើយយើងថាបងបានហើយហៅលោកយុទ្ធអញ្ចឹងដូចជាមិនស្និទ្ធស្នាលគ្នាសោះបាទបងយើងមើលទៅទឹកមុខឯងដូចជាស្ងួតស្ងាត់ណាស់ឯងមានរឿងអីហ៎គ្មានអីទេបងខ្ញុំគ្រាន់តែមិនសប្បាយចិត្តបន្តិចមានរឿងអីប្រាប់បងមកមើលក្រែងបងអាចជួយដោះស្រាយឲ្យឯងបានណាគឺមុនពេលខ្ញុំមកខ្ញុំធុញថប់នឹងរឿងក្នុងគ្រួសាររវាងម្ដាយបង្កើតនិងប្រពន្ធខ្ញុំដែលពួកគាត់កំពុងទៅទាស់សម្ដីគ្នាខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់មិនដឹងជាធ្វើយ៉ាងម៉េចឲ្យពួកគាត់យល់ពីគ្នាទេនេះជារឿងនៅក្នុងគ្រួសារឯងបងមិនហ៊ានលូកមាត់និយាយទេបើចំនួននោះមកពីប្រពន្ធឯងបញ្ជាក់ថាប្រពន្ធឯងមិនពេញចិត្តឲ្យម្ដាយក្មេកនៅជាមួយទេបាទបងកុំនិយាយអីនិយាយរឿងអីផ្សេងវិញទៅបងខ្ញុំមិនចង់គិតរឿងហ្នឹងទេបងយល់កុំគិតច្រើនអីមានបងនៅក្បែរដែរតាបាទបងបងមានរឿងចង់និយាយប្រាប់ឯងបងលាក់ទុកមកជាយូរហើយតាំងពីពេលបងស្គាល់ឯងមកម្ល៉េះរឿងអីទៅបងនិយាយមកបងគិតថាឯងក៏ចង់ផ្លាស់ប្ដូររសជាតិថ្មីដែរមែនទេរសជាតិថ្មីអីទៅបងខ្ញុំមិនយល់អ្វីដែលបងនិយាយទេតាមពិតទៅគឺថាបងចាប់អារម្មណ៍នឹងឯងបងស្រឡាញ់អត្តចរិតរបស់ឯងតាំងពីពេលបងបានជួបឯងលើកដំបូងឯងស្អាតរស់រាយមានមន្តស្នេហ៍គួរឲ្យស្រឡាញ់ខ្លាំងណាស់សម្រាប់បងណែគឺថាខ្ញុំឯងមិនប្រកាន់ខឹងនឹងបងទេដែលបងនិយាយបែបនេះបងជាមនុស្សស្រឡាញ់ភេទដូចគ្នាដោយសារតែបងធ្លាប់មានប្រពន្ធដែលធ្វើបាបផ្លូវចិត្តបងហើយពួកយើងរស់នៅមិនចោះសម្រុងនឹងគ្នាទើបបងលែងលះហើយបងសម្រេចចិត្តថាបងនឹងស្រឡាញ់មនុស្សប្រុសដូចគ្នាវិញទើបបងមិនឈឺចាប់បាទបងខ្ញុំមិនប្រកាន់ខឹងនឹងបងទេតាមពិតទៅខ្ញុំតាំងពីតូចគឺស្រឡាញ់ភេទដូចគ្នាតែដោយសារឪពុកម្ដាយរបស់ខ្ញុំគាត់មិនពេញចិត្តនឹងរឿងនេះហើយគាត់ក៏បង្ខំឲ្យខ្ញុំរៀបការជាមួយមនុស្សស្រីទាំងដែលខ្ញុំមិនបានស្រឡាញ់នាងសោះតែខ្ញុំទ្រាំព្រោះខ្ញុំមិនចង់ធ្វើបាបចិត្តពួកគាត់ពិតមែនណា
បងពិតជាអាណិតអូនណាតែបងសរសើរអូនហើយដែលហ៊ាននិយាយការពិតប្រាប់បងសន្យាថាបងនឹងមើលថែអូនតែពេលនេះខ្ញុំមានគ្រួសារមានកូនស្រីម្នាក់ហើយបើសិនជាខ្ញុំធ្វើបែបនេះអនាគតកូនខ្ញុំហើយពិបាកនិយាយណាស់បងយល់បងមិនអោយប្រពន្ធកូនអូនដឹងពីរឿងនេះទេបងសន្យាណាបងពិតជាស្រឡាញ់អូនមែនស្នេហានេះធំធេងណាស់ទោះមានអ្វីកើតឡើងបងនឹងនៅខាងអូនជានិច្ចបានបងចុះតែខ្ញុំនឹងប្រឈមមុខជាមួយនឹងប្រពន្ធកូនខ្ញុំយ៉ាងម៉េចបើសិនជាពួកគេដឹងរឿងនេះកុំគិតច្រើនអីអូនរឿងនោះវាមិនទាន់កើតឡើងទេយើងអាចស្រឡាញ់គ្នាបែបនេះក្នុងនាមយើងជាអ្នករួមការងារនឹងគ្នានោះនឹងគ្មានអ្នកណាគេដឹងទេអូនបាទបងបងសម្លាញ់អូនបានរៀបចំអាហារទទួលមិត្តភក្តិបងរួចហើយពេលណាមិត្តរបស់បងមកបានអូនបន្តិចទៀតគាត់មកដល់ហើយថ្ងៃនេះប្តីខ្ញុំសប្បាយចិត្តខុសពីធម្មតាម្ល៉េះលោកយុទ្ធនោះច្បាស់ជាមេដ៏ល្អសម្រាប់គាត់ហើយនិយាយអញ្ចឹងម៉ែហើយនឹងកូនតាណាបាត់ហើយអូនហៅគាត់ឲ្យមកញ៉ាំអាហារជុំគ្នាមកចាបងកូនគេញ៉ាំរួចហើយគេនៅក្នុងបន្ទប់កំពុងរៀនហើយម៉ែចេញទៅលេងផ្ទះបងប្អូនរបស់គាត់ស្អែកទៅត្រឡប់មកវិញណាបងបានអូននោះលោកយុទ្ធមកដល់ហើយអូនជម្រាបសួរលោកយុទ្ធនេះជាប្រពន្ធរបស់ខ្ញុំនាងឈ្មោះថាណារីអូបានសួស្ដីប្រពន្ធរបស់ឯងស្អាតណាស់ចាសួស្ដីលោកយុទ្ធអរគុណដែលបានសរសើរអញ្ចឹងចេញអង្គុយលោកយុទ្ធបានអរគុណតោះហូបបាយទៅម្ហូបត្រជាក់អស់ហើយនេះប្រពន្ធខ្ញុំរៀបចំសុទ្ធតែជាម្ហូបដែលលោកចូលចិត្តណាបានអរគុណថ្ងៃនេះម្ហូបឆ្ងាញ់ណាស់ស្នាដៃប្រពន្ធរបស់ឯងធ្វើម្ហូបពិតជាឆ្ងាញ់មែនទែនធម្មតាសម្រាប់ខ្ញុំទេលោកយុនព្រោះខ្ញុំហូបរាល់ថ្ងៃទៅហើយបានថ្ងៃនេះរំខានអ្នកទាំងពីរហើយខំរៀបចំទទួលខ្ញុំយ៉ាងកក់ក្ដៅបែបនេះមិនអីទេលោកយុទ្ធដោយក្តីរីករាយដែលលោកយុទ្ធបានមកពិសាបាយពេលល្ងាចនៅផ្ទះរបស់ខ្ញុំបានសង្ឃឹមតែថ្ងៃមុខខ្ញុំនឹងមកទីនេះញ៉ាំអាហារញឹកញាប់ហើយនឹងកាន់តែស្និទ្ធស្នាលជាងនេះមែនទេវាសនាបានមែនហើយលោកយុនអ្នកទាំងពីរនិយាយគ្នាសិនចុះខ្ញុំសុំទៅមើលកូនមួយផ្លែតក្រែងគេងលក់មិនបានដាក់មុងត្រឹមត្រូវបានថ្ងៃនេះបងសប្បាយចិត្តណាស់ដែលបានអង្គុយញ៉ាំអាហារជាមួយនឹងអូនយើងខានមានពេលវេលាបែបនេះយូរមកហើយព្រោះតែការងារទៅបងមិនបាននៅក្បែរអូនអញ្ចឹងហើយបានជាអូនហៅបងមកញ៉ាំបាយផ្ទះអូននឹងណាដើម្បីកុំឲ្យអ្នកណាដឹងរឿងរបស់យើងនោះអីបានអូនគ្មានអ្នកណាគេដឹងទេព្រោះពួកយើងស្ថិតនៅក្នុងទំនាក់ទំនងមិត្តរួមការងារម៉ាកុំចិត្តអូនពេកម៉ាប្រពន្ធរបស់អូនមកឃើញឥឡូវហើយប្រយ័ត្នបែកការណ៍ណាបងនាងមិនឃើញទេកុំបារម្ភអីបងសុំថើបមួយមកកុំអីមិនសមទេក្រាញ់មានគេមកឃើញណាចាំពេលក្រោយទៅតែបន្តិចទេណាអត់ទេអូនមិនព្រមទេពុទ្ធោប្តីរបស់ខ្ញុំជាប្រពន្ធរបស់គេមិនប៉ិតទេមែនទេមិនប៉ិតទេហេតុអីទៅតើខ្ញុំធ្វើអ្វីខុសទៅបានជាគេធ្វើបែបនេះដាក់ខ្ញុំទៅរួចអ្នកទាំងពីរនិយាយគ្នាដល់ណាហើយនឹងខ្ញុំរវល់ទៅរៀបចំឲ្យកូនគេងគឺពួកយើងនិយាយពីរឿងការងារអូននៅក៏ស្ដាប់មិនយល់ដែរចាបងអ្នកទាំងពីរចង់ញ៉ាំផ្លែឈើទេអត់ទេខ្ញុំគិតលាអ្នកទាំងពីរត្រឡប់ទៅវិញហើយព្រោះរំខានអ្នកទាំងពីរមកយូរដែរហើយចាស់លោកយុទ្ធមកយូរដែរហើយប្រពន្ធលោកយុទ្ធក៏ចាំមើលផ្លូវដែរហើយគឺថាលោកយុទ្ធគ្មានប្រពន្ធទេមែនទេខ្ញុំស្មានតែលោកយុទ្ធមានប្រពន្ធហើយសង្ហាដោយលោកយុទ្ធអញ្ចឹងមិនគួរណាស់នៅកំឡោះសោះខ្ញុំមានក្មួយស្រីម្នាក់ដែរ
បើសិនជាលោកយុទ្ធមិនប្រកាន់ទេខ្ញុំអាចណែនាំឲ្យលោកមកស្គាល់គ្នាផងបានទេ គឺថាលោកយុនគាត់មានមនុស្សនៅក្នុងចិត្តហើយអូន ណែបងសម្លាញ់រឿងរបស់លោកយុទ្ធក៏បងដឹងដែរមែនទេ គឺថាបងដឹងព្រោះតែជាអ្នករួមការងារជាមួយគ្នាលោកយុនគាត់ប្រាប់បងបាទមែនហើយខ្ញុំបានប្រាប់វាសនាដែរ ហើយជាមនុស្សស្រីឬក៏ នេះអូននិយាយពីរឿងអីហ្នឹង អូយខ្ញុំសុំទោសលោកយុទ្ធខ្ញុំមិនបានគិតអីផ្សេងទេលោកយុទ្ធកុំប្រកាន់អីណា បាទមិនអីទេអញ្ចឹងខ្ញុំគិតលាអ្នកទាំងពីរសិនហើយណា ចាស់លោកយុទ្ធចាំខ្ញុំជូនដំណើរ អរគុណលោកយុទ្ធណាស់ដែលបានមកផ្ទះខ្ញុំថ្ងៃនេះបាទអរគុណអ្នកទាំងពីរដូចគ្នាខ្ញុំលាសិនហើយអញ្ចឹង បងវាសនាបងតាណានឹងអូនមានរឿងចង់និយាយជាមួយបងថ្ងៃនេះ មានរឿងអីចាំនិយាយគ្នាពេលក្រោយទៅបងប្រញាប់ទៅក្រៅ និយាយពេលនេះនៅចំពោះមុខម៉ែឲ្យម៉ែគាត់បានដឹងរឿងនេះ បងប្រាប់ថាបងប្រញាប់ ទៅជួបប្តីរបស់បងមែនទេ នេះមិនក៏អូននិយាយបែបនេះ មិនក៏ឯងនិយាយអញ្ចឹងមានរឿងអីទៀតហើយម៉ែសួរកូនរបស់ម៉ែទៅមើលថាគាត់បានធ្វើអ្វីខុសខ្លះចំពោះគ្រួសារនេះ នេះអូនដឹងរឿងនេះហើយមែនទេ ចាអាចកំបាំងវាគ្មានលើលោកនេះទេបងធ្វើអ្វីខ្លះបងដឹងខ្លួនឯងច្បាស់ហើយកុំគិតថាអ្នកដទៃគេមិនដឹងរឿងដែលបងធ្វើមានរឿងអីនឹងកូនវាសនានិយាយប្រាប់ម៉ែមកមើលនេះកុំប្រាប់ថាឯងលួចមានតាក់ទងអ្នកណាណាមិនក៏បងមិនឆ្លើយប្រាប់ម៉ែទៅថាបងតាក់ទងអ្នកណាស្រីឬមួយក៏ប្រុសណែវាសនានេះឯងមិនចោលចរិតទេមែនទេ ម៉ែវាមិនមែនអញ្ចឹងទេ វាសនាឯងចង់ឲ្យម៉ែស្ទះទ្រូងស្លាប់មែនទេបានជាឯងធ្វើបែបនេះនេះម៉ែក៏ដឹងរឿងនេះដែរមែនទេនេះអ្នកទាំងពីរលាក់បាំងនឹងខ្ញុំមែនទេក៏ហក់ខ្ញុំមែនទេណារីកូនគឺម៉ែបានហាមគេមិនឲ្យធ្វើបែបនេះតាំងពីយូរមកហើយម៉ែមិនដឹងថាគេនៅមានគំនិតអញ្ចឹងឡើងទៀត វាគឺថាបងមិនចង់ទេគឺ បងគួរឲ្យខ្ពើមណាស់បងដឹងទេថាបើសិនជាកូនរបស់យើងដឹងរឿងនេះកូនគេនឹងគិតយ៉ាងម៉េច អូនបងសុំទោស ប៉ះខ្ញុំរអើមណាស់យើងលែងលះគ្នាទៅកូនជាកូនរបស់ខ្ញុំមើលថែទាំគេបានពួកអ្នកឆាប់រើអីវ៉ាន់ចេញពីផ្ទះខ្ញុំទៅ ណារីបងសុំទោសណាបងមិនចង់អញ្ចឹងទេតែព្រំលិខិតកំណត់ឲ្យបងធ្វើបែបនេះបងមិនអាចប្រកែកបានទេ ព្រំលិខិតកំណត់នេះបងចេះនិយាយទៅរួចបងមិនចេះខ្មាស់មាត់ទេមែនទេ បងសុំទោសណាអូនបងខុសហើយ ម៉ែក៏ខុសចំពោះរឿងនេះដែរម៉ែសុំទោសកូនលើកលែងឲ្យគ្នាទៅណាកូនអាមនុស្សណាដែលថាមិនចេះខុសទុកថាកូនគិតដល់ចៅធីតាដែលគ្នាត្រូវការមានឪពុកហៅនឹងគេណាកូនកុំសុំទោសកូនអីអ្នកទាំងពីរចាំទុកខ្ញុំអាចលើកលែងឲ្យបានលុះត្រាតែខ្ញុំស្លាប់ព្រោះខ្ញុំបានស្បត់នឹងខ្លួនឯងមុនពេលខ្ញុំរៀបការនឹងកូនរបស់ម៉ែបើសិនជាកូនរបស់ម៉ែមានអ្នកថ្មីខ្ញុំនឹងមិនយកវិញជាដាច់ខាត ណារីបងសុំទោសអូនគិតដល់កូនរបស់យើងផងណាកុំប្រកាន់នឹងបងបានទេ កុំបារម្ភពីកូនរបស់ខ្ញុំចេះដោះស្រាយហើយខ្ញុំមិនអោយវាដឹងថាវាមានឪពុកថោកទាបបែបនេះទេពួកយើងបែកគ្នាត្រឹមនេះចុះក៏មានពាក់ព័ន្ធគ្នាទៀតឆាប់យករបស់របរអ្នកទាំងអស់គ្នាទាំងម្ដាយទាំងកូនចេញពីផ្ទះខ្ញុំឲ្យប្រញាប់ផងព្រោះខ្ញុំត្រូវការបោសសម្អាតសាជាថ្មីលាងភាពអាក្រក់ទាំងឡាយទាំងពួងចេញឲ្យអស់ វាសនាមានរឿងអីហ្នឹងកាត់អីមែនទេ គឺឯងមែនទេមកពីឯងទើបបានជាគ្រួសារកូនរបស់យើងត្រូវបែកបាក់គ្នាយើងត្រូវគ្មានកន្លែងជ្រក នេះអ្នកគ្រប់គ្នាដឹងរឿងអស់ហើយមែនទេណាមីងខ្ញុំសុំទោសចំពោះរឿងនេះផងគឺមកពីខ្ញុំសុំទោសណាអ្នកមីងខ្ញុំសុំទោសណាវាសនាមិនអីទេបងយុនខ្ញុំសុកចិត្តខុសព្រោះធ្វើតាមបេះដូងរបស់ខ្ញុំម៉ែកុំខឹងនឹងគាត់អីសូមម៉ែបំពេញបំណងគុណម្ដងទៅរាល់ពេលខ្ញុំតែងទៅតាមម៉ែរហូត
តែពេលនេះសុំម៉ែបំពេញបំណងកូនម្ដងបានទេអ្នកមីងពួកយើងពិតជាស្រឡាញ់គ្នាមែនណាសូមអ្នកមីងយកយល់ផងតាមចិត្តរបស់ពួកឯងចុះម៉ែក៏ខុសដែរចំពោះរឿងនេះខ្ញុំនឹងមើលថែម៉ែនឹងយុទ្ធឲ្យបានល្អខ្ញុំសន្យាអរគុណណាស់ម៉ែអរគុណបងយុទ្ធយើងបានរស់នៅជាមួយគ្នាដោយបើកចំហហើយអូនបងសប្បាយចិត្តណាស់